Hello Hello សួស្តីអ្នកនរគ្នាមុននឹងចូលទៅកាន់វីដេអូរបស់យើងហ្នឹងកុំភ្លេចជួយចុច Sub ក៏ដូចជា Join Telegram ដែលខ្ញុំបានដាក់ឲ្យអ្នកនរគ្នា scan នៅលើហ្នឹងដើម្បីទៅបាននៅការ share link ដែលខ្ញុំបាន share ចូលទៅកាន់ Telegram របស់គ្នាយើងតាមដានគ្រប់រឿងដែលខ្ញុំបានផុសហ្នឹងឯងពេលនេះផងដែរគឺបានចាប់ផ្ដើមនៅពេលដែលជាមានត្រូវបាននៅទំព័រ website គ្រប់លំដាប់ពេញដោយ 100% ហើយធ្វើឲ្យគេជឿចាប់ខ្លាំងមែនទែននៅពេលនោះរាងការរបស់ Yetin មីងត្រូវបាន website គ្រប់គ្រងអាចគ្រប់គ្រងខ្លួនឯងបានហើយគេក៏បានចាប់ផ្ដើមធ្វើការចាត់ការទៅកាន់អាចារ្យស៊ីវគួយមិនដឹងថាធ្វើអីទៅអ្នករកគ្នាក៏ដូចគ្នានេះផងដែរយើងក៏បានឃើញថាអាចារ្យ Fayun គឺបានប្រើប្រាស់ធម៌ពលរបស់នាងដើម្បីគ្រប់គ្រងទៅកាន់ Yetin មីងឲ្យគេភ្ញាក់ដឹងខ្លួនវិញដោយសារអត្តពល website របស់គេហ្នឹងវាធ្វើឲ្យធម៌ពលភាគច្រើនរបស់នាងត្រូវបានប្រើប្រាស់ទៅលើគេតាមពលរបស់នាងប្រើបានតែម្ដងទៀតប៉ុន្តែសង្ឃឹមថា Yetin មីងនឹងមកខ្លួនឯងធ្លាក់នៅក្នុងពិភពបិសាចនោះទេ Yetin មីងបើយើងពិតជាឈឺចាប់ខ្លាំងមែនទែនបន្តមក system ក៏បាន generate ម្ដងទៀតហើយ Yetin មីងក៏បានភ្ញាក់ដឹងខ្លួននៅទីកន្លែងមួយគេមិនដឹងថាទីកន្លែងនេះជាទីកន្លែងណានោះទេប្រហែលជាវាមានហេតុផលមួយក៏ដូចជារឿងនឹងធ្លាប់កើតមកលើគេផងដែរមើលទៅក៏ដូចគ្នាផងដែរធម្មពលមួយនេះវាហាក់ដូចជាធ្លាប់ស្គាល់ហើយនេះប្រហែលជាការធ្វើតែមួយផងដែរហើយគេមិនដឹងថាប្រភេទអ្វីនោះទេយើងក៏បានឃើញថា Yetin មានដល់ការធ្វើតែម្ដងទៀតហើយតែទីកន្លែងមួយឲ្យ Yetin មានរបស់យើងនឹងធ្វើអាក្រក់សម្រាប់ចិត្តខ្លួនឯងធ្វើល្អសម្រាប់ជីវិតរបស់អ្នកដទៃ Yetin មានបានដើរចូលម្ដងទៀតប៉ុន្តែមិនដឹងថាគេជឿរឿងមួយណានោះទេញ៉ាឡើងវិញក៏បានឃើញពួក3នាក់នោះគឺបានមើងងាយទៅកាន់ Yetin មីង Yetin បានដឹងខ្លួនវិញគឺបានសម្លាប់យកតែម្ដងមិនមែនខ្វល់នោះទេពិតជារំខានខ្លាំងមែនទែនហើយពីអ្នកនោះក៏បានរាយការណ៍ទៅកាន់មេភូមិយើងក៏បានឃើញថាមេភូមិជាមួយនឹងមនុស្សស្រីពីរនាក់ដោយម្នាក់នោះផងដែរគឺជាម្ដាយរបស់ពេទ្យដែលត្រូវបាន Yetin មីងរបស់យើងសម្លាប់នឹងឯងពិតជាយំសោកទូញនឹងតាមផ្សាយរកកូនផលរបស់គេដូចគ្នានេះផងដែរមេភូមិក៏បាននិយាយថាពេលម៉ៃនោះទេភូមិរបស់យើងប៉ុណ្នេះតែប៉ុណ្ណោះដូច្នេះច្បាស់ជាអាចរកឃើញប៉ុន្តែនៅពេលនោះផងដែរ Yetin ក៏បាននិយាយថាមិនបាច់រកទេនោះទេគឺបានបោះក្បាលទៅកាន់អ្នករកគ្នាពិតជាធ្វើឲ្យគេតក់ស្លុតខ្លាំងមែនទែនមេភូមិក៏បានឲ្យ Yetin មីងរបស់យើងបកស្រាយអំពីរឿងនេះតែវាមានរឿងអ្វីកើតឡើងតែចោលគឺបានមកធ្វើការប្លន់មកកាន់ពូគេមានដែរឬទេប៉ុន្តែរបស់ Yetin មីងក៏បានប្រាប់ថាគេគឺបានសម្លាប់ទៅកាន់វិញហើយគេចង់ឲ្យចាសៀវគួយគឺមកបំរើគេនៅយមនេះផងដែរមនុស្សពីរនាក់បានបើកការវិភាគទៅកាន់ Yetin ប៉ុន្តែ Yetin មីងក៏បានបញ្ចេញមកក្បាច់តែបណ្ដាធ្វើអ្នករកនេះមានការព្យាបាលបន្តពីអាចារ្យសៀវគួយបំរើគេហើយគេអាចជួយដោះស្រាយជាមួយនឹងក្រុមចោលនោះបានគិតមើលទៅតែវាល្អដែរឬទេមានមនុស្សមួយចំនួនគឺបានយល់ព្រមទៅកាន់ Yetin មីងប៉ុន្តែមេភូមិហាក់ដូចជាមិនយល់ព្រមនោះទេពិតជាខឹងទៅកាន់ Yetin មីងខ្លាំងមែនទែន Yetin មីងបានបោះដាវផ្ដល់ការពួកគេក្នុងការសម្លាប់ខ្លួនផងដែរប៉ុន្តែបន្ទាប់ពីសម្លាប់ខ្លួនហើយនឹងគ្មានអ្នកណាគឺអាចដោះស្រាយជាមួយនឹងក្រុមចោលបាននោះទេចាសៀវគួយបាននិយាយជាមួយនឹងអបចៅពោថាគួរតែឲ្យនាងគឺបំរើទៅកាន់ Yetin មីងដើម្បីជួយសង្គ្រោះមកកាន់ភូមិលីងស៊ី Yetin មីងបានប្រាប់ឲ្យអ្នករកគ្នាឆាប់សម្រេចចិត្តទៅឲ្យលឿនទៅយើងបានឃើញថាមនុស្សម្នាក់ក៏បានផាដាវរបស់ Yetin មីងដែលបានបំបាញ់វិញនឹងលុតពេលបានទៅកាន់ Yetin មីងផងដែរប៉ុន្តែក៏ត្រូវបានមនុស្សម្នាក់ទៀតលូតមកសម្លាប់ទៅកាន់មនុស្សម្នាក់ហ្នឹងក៏បាននិយាយថាចង់បំផ្លាញមកកាន់ភូមិគេមានដែរទេមេភូមិហាដូចជាខឹងទៅកាន់មនុស្សចាស់ហ្នឹងខ្លាំងមែនទែនដែលធ្វើអីមិនចេះកើតតតែសោះចំណែកឯប្រចាំម្នាក់ហ្នឹងហាដូចជាមិនយល់សពដូចគ្នាទៅកាន់មេភូមិដែលចង់សម្លាប់ទៅកាន់ Yetin មីងយើងក៏បានឃើញថាទាំងពីរក្រុមរបស់ពួកគេគឺបានសម្លាប់គ្នាដោយម្នាក់គឺចង់ជួយទៅកាន់ Yetin មីងម្នាក់ទៀតចង់សម្លាប់ទៅកាន់ Yetin មីងយើងក៏បានឃើញថាអ្នករកគ្នាគឺបានខាត់សម្លាប់គ្នាយ៉ាងខុសខើតែម្ដង Yetin មីងក៏បានសើចនៅទីបំផុតនៅភូមិនៅទីកន្លែងហ្នឹងគឺត្រូវបានស្លាប់ទាំងអស់បាត់ទៅហើយYetin មីងក៏ទទួលបានបេះដូងនៃគ្រោះមហន្តរាយអត្តពលរបស់វាមានភាពសមជាមួយនឹងផលប៉ះពាល់នៃវេទមន្តដូច្នេះហើយ Yetin មីងគឺមានលទ្ធភាពក្នុងការរៀនវេទមន្តជាច្រើនដោយមិនរងការវេបកទណានោះទេតែយើងក៏បានកាត់បន្តទៀត Yetin មីងជាមួយនឹងចៅ Fayun គឺបានមកដល់ទីកន្លែងមួយដោយ Yetin មីងត្រូវតែធ្វើការបំពេញឲ្យក្រុម100នៃអរិយវេទមន្តនៅទីកន្លែងហ្នឹងយើងក៏បានឃើញថាអត្តពលវិស័យនៅក្នុងរាងកាយរបស់ Yetin មីងសល់3%តែប៉ុណ្ណោះប៉ុន្តែវាពិតជាមានអត្តពលខ្លាំងមែនទែនមកលើរាងកាយរបស់ Yetin មីងក៏ដូចគ្នានេះផងដែរអាចារ្យពិតជាចង់ឲ្យ Yetin មីងត្រូវការបង្ក្រាបវេសិនខ្លាំងមែនទែនហើយ Yetin មីងក៏បានឲ្យធ្វើទៅប៉ុន្តែអាចារ្យក៏បាននិយាយថាបន្តែវាត្រូវគេឲ្យ Yetin មីងរបស់យើងនឹងដេកដោះអាវនៅលើថ្មទីកន្លែងនោះទៅនឹងធ្វើការឲ្យ Yetin មីងក៏ដូចគ្នានេះផងដែរយើងក៏បានឃើញមនុស្សម្នាក់បានលួចមើលទៅកាន់អ្នកទាំងពីរបាននិយាយថាមកពីហ
ហនមានអ្នកពលបង្ក្រាបនៅធម្មពលជាយិននឹងយ៉ាងនៅពេលនោះផងដែរយេទិនមីងជំនាញការភ្ញាក់ផ្អើលដូច្នេះហើយក៏បានតាមចាប់ទៅកាន់បរមអ្នកនោះផងដែរយេទិនមីងក៏បានផ្លាស់ទីយ៉ាងលឿនក៏បាននិយាយថាលបងម៉ែងនឹងស្មានថាឯងអាចរស់មកដល់កម្រិតនេះនោះទេចង់វេផាទៅកាន់យេទិនមីងក៏បានយេទិនមីងលោតធាក់មកជើងខ្ទេថយទៅក្រោយយ៉ាងឆ្ងាយប៉ុន្តែអត្តពលបិសាចនៅក្នុងរាងកាយរបស់យេទិនមីងគឺបានកើនឡើងដល់ 56% គេមកផាសំបីទៅ 10% នៃធម្មពលវិញ្ញាណរបស់គេដូច្នេះហើយមានចាត់ការបញ្ហាមួយនេះកុំឲ្យមានណាដឹងតទៅទៀតដដារបស់គេបែរនោះពិតជាភ័យខ្លាចតែដល់យេទិនមីងកុំសម្លាប់ពេកអីគេមកពីនិកាយប្លាតខប់កន្លែងហ្នឹងផងដែរមិនដឹងថាគេចង់សម្ដៅទៅលើសាកសពឈាមឬក៏យ៉ងនោះទេចឹងខ្ញុំសូមហៅទៅកាន់និកាយរបស់បមាងនឹងតែម្ដងថាជានិកាយយ៉ងឈាមតែម្ដងទៅគឺសារវាព្រោះស្ដាប់អ្នករកនេះហើយកាត់នេះយល់តាមនឹងតែម្ដងទៅចឹងបមាងនឹងក៏បាននិយាយផងដែរបើសិនបើឯងស្លាប់ខ្ញុំច្បាស់ណាស់បងសេរបស់ខ្ញុំនឹងធ្វើការវិវហាទៅកាន់ឯងយេទិនមីងគឺមិនខ្វល់នោះទេរៀបនឹងចាត់ការបាត់ហើយស៊ីស្ទឹមក៏បានពំមានគេថាយេទិនមីងបើសិនបើសម្លាប់ទៅកាន់បមាងទៅប៉ះណាស់នឹងបាត់អ្នករនងជាមួយនឹងអាចារ្យមង្ឈីជាមិនខានបើជាប៉ះនឹងគឺជាពលផលរបស់អាចារ្យមង្ឈីហើយយេទិនមីងក៏បានអាចារ្យហ្វៃយីងហើយកន្លងមកខ្ញុំហៅថាហ្វៃយុនប៉ុន្តែឈ្មោះគាត់គឺហ្វៃជីងនោះទេគឺឲ្យមកធ្វើការចាត់ការនឹងបង្ក្រាបទៅកាន់វិស័យនៅក្នុងខ្លួនរបស់បមាងហ្នឹងគឺគ្នានោះដែរបែរនោះពិតជាសៀវខ្លាំងដែរដូច្នេះក៏បានធៀមដល់អែលប៉ុន្តែក៏បានអាចារ្យគឺបានប្រាថ្នាពលរបស់ខ្លួនបង្ក្រាបទៅកាន់នាងជាទិនមីងក៏ស្គាល់ផងដែរហេតុវិញជាចាហ្វៃយីងគឺមានអត្តពលបង្ក្រាបអត្តពលបិសាចនៅក្នុងរាងកាយក៏ដូចគ្នានេះផងដែរតើនាងមានគំនិតអ្វីមកលើខ្លួនបន្តមកជាទិនមីងក៏បានសួរទៅកាន់លបងម៉េងតែគឺជាបងបោចៅអាចារ្យមង្ឈីមានដែរតែប៉ានឹងពិតជាឆ្ងល់ហេតុអ្វីបានជាទិនមីងស្គាល់ជាទិនមីងក៏បាននិយាយថាបងសិតរបស់អញធ្លាប់ជួយយើងម្ដងជាដែលធ្វើប៉ានឹងពិតជាគ្រប់ប្រការជាទិនមីងថាជាទិនមីងគឺជាបងធំរបស់គីចាពីពេលនេះតទៅជាងក៏បានឃើញមនុស្សបែបនេះគឺបានមកដល់ទីកន្លែងនឹងដូចគ្នាផងដែរនិយាយថាតើមានណាមកពីប៉ហឺហងមែនដែរទេប៉ុន្តែពួកគេក៏បានចាប់អារម្មណ៍อะไรទៅមុនវិញ្ញាណនៃការស្លាប់ទាំង100ផងដែរពួកគេមិនបាច់ចាំសាញ់ហោអ្វីឆ្ងាយនោះទេហើយក៏បាននិយាយទៅកាន់អាចារ្យរបស់យើងផងដែរថាគេនឹងសម្លាប់ទៅកាន់នាងក៏ដោយសារតែនាងមកពីប៉មេថ្មអីចឹងទៅក៏ដូចគ្នានេះផងដែរបថៃក៏ប្លែករបស់គេនឹងធ្វើការកម្ចាត់ទៅកាន់បិសាចហើយចាហ្វៃយីងក៏បានឲ្យយាយទៅមីងជួយសង្គ្រោះមកកាន់គេផងជាទិនមីងក៏បាននិយាយថាពួកគេគ្រាន់តែជាបាក់សុទ្ធជ្រឹកទៅអស់គ្នាតែប៉ុណ្ណោះហាត់បានជាថោធ្វើបែបនេះក៏ដូចគ្នានេះផងដែលនាងគឺមានអត្តភាពនៅក្នុងការកម្ចាត់បិសាចនៅក្នុងរាងកាយបែនតែពួកលោកមិនគិតថាវាស័ក្តិសមទេមានដែរឬទេដូច្នេះក៏ចង់សហការគ្នាជាមួយនឹងពួកគេតែពួកគេយល់យ៉ាងណាដែរអភ័យនោះក៏បាននិយាយថាវាពិតជាស័ក្តិសមខ្លាំងមែនទែនដែលនាងគឺអាចកម្ចាត់ទៅកាន់បិសាចនៅក្នុងចិត្តបែនក៏ដូចគ្នានេះផងដែរពួកយើងគឺអាចសហការគ្នាបានប៉ុន្តែត្រូវបានកម្ចាត់ជាមុនសិនយេទិនមីងពិតជាអត់សម្លាយខ្លាំងមែនទែនទង្វើរបស់ឯងបែបនេះមិនគិតថាពួកឯងគឺជាបិសាចទេមានដែរទេពួកអត់ហោកទៀបហើយធ្វើពួកគេពិតជាខឹងទៅកាន់យេទិនមីងខ្លាំងមែនទែនគាត់តែជាមនុស្សស្ថិតនៅអាណាចក្រទី1តែប៉ុណ្ណោះហ៊ានទៅមកកាន់គេយេទិនបាននិយាយថាចែហ្វៃយីងគឺជាស្រីរបស់អញចាំមើលថាពួកឯងអាមួយណែដែលហ៊ានមកប៉ះទៅកាន់នាងនោះបើនឹងពិតជាខឹងខ្លាំងមែនទែនបន្តមកក៏បានស្ទុះទៅពេលប្រហារទៅកាន់យេទិនមីងដោយជានាងកបាត់របស់គេប៉ុន្តែក៏បានយេទិនមីងជួយផលរបស់យើងនឹងទប់ទល់យ៉ាងងាយស្រួលបន្តមកនៅពេលក៏បានធ្វើការប៉ះតង់គិចនឹងយល់គ្នាយ៉ាងសង្ហៅពួកគេមានការព្យាបាលខ្លាំងតែយេទិនមីងអាចទប់ទល់ជាមួយនឹងចំណេញដើមបងផោធំរបស់គេបែនដូចគ្នានេះផងដែរបងផោទី2ដែលជាសាច់ច្បងទី2នឹងក៏បានលោទៅជួយទៅកាន់សាច់ច្បងធំផងដែរប៉ុន្តែសាច់រឿងក៏បានបង្ហាញនៃការកកើតបាក់ Tiger Black ផងដែរដែលប៉ារបស់គេជាបាក់ដ៏អស្ចារ្យដែលមានអត្ថប្រយោជន៍វិសេសក្នុងការវឹកហាត់ដែលដូចគ្នាផងដែរប៉ារបស់គេត្រូវបានបង្កើតឡើងដោយមនុស្សម្នាក់ដែលសិក្សានៅចំណេញដាវផ្លូវតាវនិងលទ្ធិព្រះសង្ឃដូចគ្នានេះផងដែរពួកគេក៏បានធ្វើការងូតទឹកនៅក្នុងអាងតាមជារៀងរាល់ថ្ងៃដែលធ្វើរាងកាយរបស់ពួកគេមានភាពរឹងមាំនិងមានការវឹកហាត់នៅបន្ថែមនៅធម៌ពលនិងចំណេញដាវមួយទៀតធ្វើរាងកាយរបស់ពួកគេមានខារខ្លាំងខ្លាំងដូចគ្នានេះផងដែរពេលអ្នកបងប្អូនរបស់ពួកគេនឹងបានវឹកហាត់ជាមួយនឹងគ្នាធ្វើចំណេញដាវរបស់គេមានភាពរឹងមាំយ៉ាងខ្លាំងហើយនៅពេលនេះយើងបានឃើញថាយេទិនមីងបានទប់ទល់ជាមួយនឹងពួកគេយ៉ាងងាយស្រួលហើយដូចជាយេទិនមីងត្រូវបានមើលដឹងនឹងចំណេញដាវរបស់ពួកគេមុនចឹងផងដែរ System ក៏បានលោតប្រាប់យេទិនមីងថាយេទិនមកយើងគឺបានហ្វឹកហាត់នៅចំណេញដាវអ្នកខ្មៅនៅពេលនោះបែរនោះពិតជាភ័យខ្លាំងតែបន្តមកក៏បានធ្វើការប្រយុទ្ធជាមួយនឹងយេទិនមីងជាបន្តប៉ុន្តែក៏បានយេទិនមីងគេរួចក៏ដូចគ្នាផងដែរយេទិនមីងក៏បានស្ទុះទៅចាក់ពោះទៅកាន់វាពិតជាអសនាខ្លាំងមែនទែនដូចថារាងកាយរបស់វាពិតជាមានភាពរឹងមាំដោយសារវាងូតទៅជាមួយនឹងថ្នាំនឹងឯងប៉ុន្តែនៅពេលនោះផងដែរ System របស់យើងក៏បានលោតឡើងតែយេទិនមីងគឺបានចូលទៅដល់ level 2ស្នាមម៉ាក់នៅលើមុខរបស់
របស់គេត្រូវបានកើតឡើងបន្តមកយេទិនមីងពិតជាកាចខ្លាំងមែនបានផៅចំហាយដោតបង្គូរបស់គេនឹងចាត់ការទៅកាន់វេធ្វើវាត្រូវបានឃ្លាតហោទៅក្រោយយ៉ាងងាយមិនដឹងស្លាប់មិនដឹងរួននោះទេអបែម៉ាងពិតជាមានមោទនភាពទៅកាន់យេទិនមីងចំណែកកូនសិស្សក៏ដូចជាសិស្សបងរបស់បែនោះពិតជាភ័យខ្លាំងមែនទែនហើយក៏មានភាពតក់ស្លុតផងដែរយេទិនមីងប្រហែលជាអាចសម្លាប់ទៅកាន់វេបានបាត់ទៅហើយក៏បែនឹងដេកស្អែនក៏ដូចគ្នានេះទឹកមុខរបស់គេពិតជាខុសខ្លាំងមែនទែនដែលចង់ជួយចាត់ការជាមួយនឹងអបែមួយទៀតសយើងពេលនេះផងដែរគឺបានចាប់ផ្ដើមនៅពេលដែលយេទិនមីងពិតជាចង់សម្លាប់ទៅកាន់អបែនោះគឺបានបកលថ្មវិញ្ញាណដែលគេមានរបស់ឲ្យយេទិនមីងតែមានថ្មវិញ្ញាណកម្រិត02000គ្រាប់យេទិនមីងក៏បានយល់ព្រមក៏ដូចគ្នានេះក៏បាននិយាយទៅកាន់សិស្សប្អូនរបស់គេផងដែរបំចង់ស្លាប់ទេបកលថ្មវិញ្ញាណពួកឯងនឹងអស់មក system ក៏បានលោតថាយេទិនមីងទទួលបាននៅថ្មវិញ្ញាណដូចគ្នាបន្តមកពួកនោះក៏បានហត់ចេញទៅវិញរបងម៉ែក៏បាននិយាយផងដែរហេតុពេលបានជាឲ្យពួកគេទៅយ៉ាងងាយស្រួលបែបនេះហើយពួកយើងទទួលបានថ្មវិញ្ញាណហើយចាំបាច់ចាត់ការទៅកាន់វាធ្វើអីមិនបាច់ខ្វល់នោះទេច្បាស់ជាមានអ្នកចាត់ការទៅកាន់វាជាមិនខានយើងក៏បានឃើញដែរពួកនោះក៏បានហត់ចេញក៏បានសន្យានឹងគេផងដែរថានឹងមកសងសឹកទៅកាន់យេទិនមីងវិញជាមិនខានបន្តពីរលបងធំរបស់គេបានរួចហើយក៏ដូចគ្នានេះផងដែរយើងក៏បានឃើញដែរក្រុមចាំងរបស់យេទិនមីងរបស់យើងនឹងគឺបានមកស្ទាក់មកទៅកាន់ពេកហើយក៏បានសេកលឺលន់ពេញភ័យតែម្ដងអបែម៉ាងពិតជាមានការព្យាបអើយេទិនមីងក៏បាននិយាយថាប៉ិនមែនណាឡៅនេះសម្លេងនេះត្រូវបានបញ្ចប់ដោយពួកនោះបាត់ទៅហើយបញ្ហាបន្តរបស់ពួកគេធ្វើការដល់អត្តពលវិស័យនៅក្នុងរាងកាយជាមួយនឹងរេវេទមន្តដែលពួកគេធៀបនឹងចូលទៅកាន់វេផងដែរប៉ុន្តែយេទិនមីងហាក់ដូចជាមិនខ្វល់នោះទេដោយសារគេអាចថានឹងចាត់ការបានប៉ុន្តែវាគឺជាការស្លាប់100ដងតែយេទិនមីងរបស់យើងគឺចូលចំនួន100ដងស្លាប់អីហ្នឹងបាននៅធម្មតាចូលច្បាស់ជាឈួតជាមិនខានប៉ុន្តែយេទិនមីងផលនោះទេក៏បានហៅបែម៉ែងមកនេះសួរវាថាវាមានថ្មវិញ្ញាណដែរឬទេបើណៃចង់រស់ទៀតគឺបកលថ្មវិញ្ញាណរបស់ណៃដែលមានឲ្យបងមកមិនខ្វល់បងសេរបស់ឯងនោះទេយើងបានឃើញមកដល់ទីកន្លែងមួយទៀតវិញមនុស្សជាច្រើនគឺថោបានវាប្រហែលហាក់ដូចជាទៅបានសន្លប់ឬក៏ស្លាប់អស់ហើយនឹងឯងហើយអាចារ្យក៏បាននិយាយផងដែរការធ្វើតេស្តទី1គឺជាការធ្វើតេស្តនៃព្រលឹងការធ្វើតេស្តទី2គឺជាការធ្វើតេស្តនៃភាពធន់ប្រសិនបើមានណាម្នាក់គឺអាចឆ្លងកាត់វាបានពួកគេពិតជាមានទេពកោសល្យខ្លាំងមែនទែនប៉ុន្តែពួកគេក៏បានបូជាទៅកាន់មនុស្សទាំងអស់នោះអរផននេះប៉ុន្តែវាពិតជាសមតម្លៃខ្លាំងមែនទែននៅពេលដែលអ្នកទាំងពីរគឺបាននិយាយគ្នាយ៉ាងសើចសប្បាយនិងបានមនុស្សជាច្រើននឹងផងដែរយើងក៏បានឃើញថានៅពេលនោះផងដែរពិតជាមានការព្យាបាលដោយសារមានការវិវហាមួយយេទិនមីងរបស់យើងគឺបានចេញមកជាមួយនឹង system ដែលឥឡូវនេះកម្លាំងរបស់យេទិនមីងបានកើនឡើងទៅដល់ 15% បាត់ទៅហើយចំណែកយេទិនមីងក៏បានចេញមកយ៉ាងសង្ហាដូចគ្នាបើយូនាងពិតជារីករាយខ្លាំងមែនក៏បានស្័យទៅកាន់យេទិនមីងដូចគ្នាឲ្យប្រយ័ត្នយើងក៏បានឃើញថាការវិវហាមួយវិវហាទៅកាន់យេទិនមីងប៉ុន្តែជាសំណាងល្អយេទិនមីងគឺបានអាវពាក់ដៃដែលរងការពាររបស់គេប៉ុន្តែក៏ត្រូវបានវាខ្ទេចដូចនេះយេទិនមីងហាក់ដូចជាខឹងខ្លាំងមែនទែនដល់កាន់អាចារ្យសក់សយេទិនមីងក៏បានសួរទៅកាន់អាចារ្យបរិយុទ្ធហើយបានជានាងនៅទីកន្លែងនេះមកដល់ទីកន្លែងនេះតាំងពីពេលណានាងក៏បាននិយាយថាឥឡូវនេះបញ្ហាដែលត្រូវដោះស្រាយនៅចំពោះមុខដូចគ្នាផងដែរនាងគឺឲ្យយេទិនមីងរបស់យើងហៅអង្កាមមួយនោះចង្អុលទៅកាន់វាអាចារ្យទៅធ្វើយេទិនមីងមានការព្យាបាលខ្លាំងមែនទែនមានន័យថាអាចារ្យសក់សរបស់យើងគឺបានប្រើអង្កាមយ៉ាងធំមួយនឹងដើម្បីគ្រប់គ្រងគេមួយនេះទាំងមូលតែម្ដងអត្តពលរបស់វាពិតជាខ្លាំងមែនទែនដែលធ្វើការសង្កត់ព្រលឹងមិនឲ្យចាក់ចេញពីទីកន្លែងនេះបាននោះទេហើយក៏បានធ្វើការចម្រាញ់វាទៅជាធម្មពលដូចគ្នាផងដែរអាចារ្យសក់គឺបាននិយាយទៅកាន់អ្នកទាំងពីរក៏ដូចជាយាយចិនរបស់យើងនឹងឯងថាយេទិនមីងពិតជាមានអត្តពលនិងទេពកោសល្យខ្លាំងមែនទែនបើពួកគេសហការគ្នាពិតជាមានលទ្ធផលខ្ពស់បងយេទិនមីងហាក់ដូចជាភ័យខ្លាំងមែនទែនកម្លាំងរបស់នាងសិតដល់អាចារ្យព្រលឹងអាចថាលើសនៅអាណាចក្រស្នូលមាសទៅទៀតដូច្នេះយេទិនមីងក៏មិនខ្លាចដូចគ្នាចង់ចូលចាត់ការជាមួយនឹងអាចារ្យសក់ចំណែកអាចារ្យសក់ក៏មិនខ្លាចផងដែរបញ្ចេញអាយ៉ងរបស់គេចេញមកដែលធ្វើឲ្យស្ត្រីដែលនាងគឺគ្រប់គ្រងទាំងអស់នោះបើការវិវហាទៅកាន់យេទិនមីងរបស់យើងចាំមើលថាយេទិនមីងគឺមានកម្លាំងប្រមាណដើម្បីទប់ទល់ជាមួយនឹងគេហើយយុគបាននិយាយថានាងពិតជាខុសខើខ្លាំងមែនទែនតែបានប្រើប្រាស់សារសរបស់នារីទាំងអស់នោះធ្វើជាយ៉ងដើម្បីគ្រប់គ្រងក៏ដូចគ្នានេះយើងបានឃើញក្រុមជើងរបស់យេទិនមីងចេញមកដើម្បីប្រកួតប្រជែងជាមួយនឹងអាចារ្យដូចគ្នាដោយសារតែសមាជិកខាងអាចារ្យសក់មានច្រើនជាងដូច្នេះហើយកម្លាំងរបស់ខាងយេទិនមីងមានការកើនឡើងរហូតដល់ 100% ហើយកម្លាំងរបស់គេកាន់តែខ្លាំងយើងក៏បានឃើញនៅពេលនោះអាចារ្យសក់មានការព្យាបាលខ្លាំងមែនទែនហាត់អ្វីទៅកម្លាំងរបស់យេទិនមីងមានការកើនឡើងរហូតដល់ 100%
ពេញបច្ចុប្បន្នខ្លាំងមកដែរលើនេះក៏បានលោតទៅបានទៅកាន់អាចារ្យសក់សប៉ុន្តែក៏បានអាចារ្យសក់សទប់ទល់យ៉ាងងាយស្រួលដូចគ្នាអាចបំបែកទៅកាន់បារីអាចារ្យសក់សបាននោះទេទោះបីជាកម្លាំងរបស់យេទិនមីមានការកើនឡើងពេញ 100% ពេញក៏ដោយក៏នេះគ្មានសង្ឃឹមថានឹងអាចយកឈ្នះទៅកាន់អាចារ្យសក់សបានផងដែរយេទិនមីពិតជាខំប្រឹងក្នុងការវាយបំបែកទៅកាន់បារីរបស់អាចារ្យសក់សប៉ុន្តែគេនៅតែមិនអាចធ្វើការវាយប្រហារទៅកាន់អាចារ្យសក់សចូលនោះទេដូចគ្នានេះផងដែរកម្លាំងរបស់យេទិនមីមានអារម្មណ៍ថាត្រូវបានថមថយយ៉ាងខ្លាំងក៏ដោយសារតែរាងកាយរបស់យេទិនមីត្រូវបានស្ពើកភ្លាមក៏ដូចគ្នានេះខងជើងរបស់យេទិនមីគឺត្រូវបានអាលេបាត់យេទិនមីក៏បានដួលនៅពេលនោះអាចារ្យហ្វៃយីងគឺបានចែងមកដល់ក៏ដូចគ្នានេះផងដែរអាចារ្យសក់សពិតជាមានការព្យាបាលហេតុអ្វីបានជាអូនបៃយីងរបស់គេនឹងគឺចូលជាមួយនឹងយេទិនមីតែយេទិនមីគឺបានធ្វើអ្វីទៅកាន់អូនហ្វៃយីងរបស់គេហៅយីងណែរកនេះដូចគ្នានេះអាចារ្យហ្វៃយីងក៏បាននិយាយថានាងគឺបានដាក់ខើទៅលើយេទិនមីដូចគ្នានេះមិនអាចឲ្យយេទិនមីគឺបានកម្រើកបានរយៈពេលមួយសន្ទុះកម្លាំងរបស់គេក៏មានការថមថយដូចគ្នាផងដែរយេទិនមីក៏បាននិយាយទៅកាន់អាចារ្យហ្វៃយីងតែនាងក៏បានធ្វើមកកាន់ខ្លួននៅពេលនោះមានដែរឬទេប៉ុន្តែមិនខ្វល់នោះទេអាចារ្យសក់សក៏បានស្ទុតវិបហាទៅកាន់យេទិនមីយីងគឺជាបេះដូងរបស់យើងដូច្នេះហើយចង់ចេះស្អីប៉ុន្តែយេទិនក៏បាននិយាយថាឧទាហរណ៍ថាអ្នកដែលត្រូវស្លាប់គឺជានាងវិញ System ក៏បាននិយាយថាភាពអនុគ្រោះរបស់អាចារ្យហ្វៃយីងឡើងដល់ 100% អាចារ្យហ្វៃយីងគឺបានកាប់បំបែកទៅកាន់អង្គការពណ៌មាសមួយនោះជាហេតុដែលធ្វើឲ្យអាចារ្យសក់សគឺជាប់ខាំងជាមួយនឹងការគ្រប់គ្រងកម្លាំងរបស់នាងផងដែរក៏ដូចគ្នានេះហេតុពេលបានជានាងក្បត់ខ្ញុំអាចារ្យហ្វៃយីងក៏បាននិយាយថាយេទិនមីគឺជាបុត្រានៃនាងខ្មៅហេតុពេលបានជាខ្ញុំមិនហ៊ានក្បត់នាងនៅពេលនោះអាចារ្យសក់សពិតជាឈឺចាប់ខ្លាំងមែនត្រូវបានរន្ទះបាញ់ហងចំណែកអាចារ្យប៉ៃយូរបស់យើងវិញទទួលបានរាងកាយរបស់គេត្រឡប់មកវិញដូចគ្នាចំណែកអាចារ្យសក់សក៏បាននិយាយថាគឺបាននិយាយថាយេទិនមីគឺជាបុត្រានៃអ្នកខ្មៅមានដែរទេគឺបានស្ទុតវិវត្តទៅកាន់យេទិនមីដូចគ្នាផងដែលយេទិនមីគ្មានកម្លាំងក្នុងការទប់ទល់ជាមួយនឹងវិញ្ញាណរបស់អាចារ្យសក់សបាននោះទេចំណែកលបងមែនក៏លោតរេរាំងផងដែរប៉ុន្តែនៅពេលនោះវាហាក់ដូចជាគ្មានអ្វីកើតឡើងនោះទេចាប៉ៃយូក៏បាននិយាយថានឹងគឺត្រូវបានបាត់បង់អំណាចនៃធម៌ពលបាត់ទៅហើយដោយសារការបំបែកនៅគុជសង្កត់លឹងក៏ដូចគ្នានេះនាងគឺមិនអាចធ្វើការវេបហានឹងលេបតបាក់រាងកាយអ្នកដតីបានទៀតនោះទេទោះបីជានាងគឺអាចលេបតបាក់នៅរាងកាយរបស់អ្នកដតីបានដងទៀតដែរប៉ុន្តែនាងគឺចង់ដឹងអំពីអាកម្មរបស់យេទិនមីងដើរទៅឃើញត្រាអ្នកនៅលើទីកន្លែងនោះជាហេតុផលនាងមានការព្យាបាលចង់ដឹងថាមានអ្នកក្រីខ្មៅនៅទីកន្លែងនោះដែរឬបានបើកទ្វារមើលបន្តិចភ្នែកអ្នកធំមួយក៏បានបើកទៅកាន់នាងមានការព្យាបាលខ្លាំងមែននាងក៏បានហោះចេញពីរាងកាយរបស់យេទិនមីងវិញហើយក៏បានហោះចេញឲ្យចែកទៅយកក៏បាននិយាយថាមិនអាចឲ្យនាងរត់គេចបានទៀតនោះទេបើសិនបើនាងចូលរូបរាងកាយដើមរបស់នាងវិញច្បាស់ណាស់ពួកយើងគឺមិនអាចទប់ទល់ជាមួយនឹងនាងបាននោះទេយេទិនមីងក៏បានឲ្យលបងម៉ាំងប្រើផាននៅឆ្នេររបស់គេវាបានទៅកាន់អាចារ្យសប៉ុន្តែលបងម៉ាំងបាននិយាយថាគេមិនអាចវាបានដល់នោះទេក៏ដូចគ្នានេះផងដែរការវាបានរបស់គេច្បាស់ជាមិនត្រូវកុំនិយាយច្រើនពេកស្ដាប់តាមបងទៅយេទិនមីងក៏បានផើស្នេហ៍ទី2របស់អ្នកខ្មៅបានចាប់ទៅដើរទៅកាន់អាចារ្យសក់ថាកែរបស់យេទិនមីងគឺមិនអាចធ្វើអាចារ្យសក់គេចផុតបាននោះទេទូទាំងនៅលើកែនៅពេលនោះផងដែរយើងក៏បានឃើញថាអាចារ្យហ្វៃវិញមិនដឹងថាកើតដល់អីនោះទេរងរបួសខ្លាំងមែនទេនាងគឺបានការពារទៅកាន់យេទិនមីងបានយ៉ាងល្អហើយមានដែរទេនៅស្អីបើជាឈួនមិនបញ្ចេញណាំរបស់គេជួយសង្គ្រោះទៅកាន់អាចារ្យហ្វៃវិញយើងមិនកាន់មកដល់ពេលបន្តដែលយេទិនមីងក៏លោកចង់ចូលទៅកាន់សាលាបងម្នាក់ឯងមែនដែរទេនៅពេលនោះយេទិនមីងក៏បាននិយាយថានាងហាក់ដូចជាព្រួយបារម្ភខ្លាំងមែនទេពិតជាធ្វើឲ្យអាចារ្យហ្វៃយីមានការព្យាបាលយេទិនមីងក៏អាចអានចែករបស់នាងបានដូចគ្នានេះសំឡេងមីងគឺជាសំឡេងរបស់យេទិនមីងនៅក្នុងចែករបស់នាងអ្នកទាំងពីរគឺអាចមានការតំណែងជាមួយនឹងគ្នាបានតាមរយៈផ្លូវចិត្តដោយសារតំណែងរបស់អ្នកទាំងពីរគឺបានកើនឡើងរហូតដល់ 100% បាទហើយមានន័យថាអ្នកទាំងពីរនឹងដូចជាចិត្តឡើងតែមួយនឹងឯងដោយហើយនេះហើយនៅពេលដែលយេទិនមីងគឺបានចូលទៅកាន់ការសាឡបងទោះបីជាវាគឺអត្តពលកើនឡើងដល់ 100% ក៏ដោយក៏អ្នកទាំងពីរនៅអាចជួយសង្គ្រោះគ្នាបានផងដែរចំណែកយេទិនមីងគឺបានឲ្យកំបិតនាងខ្មៅទៅឲ្យចែហ្វៃយីងវាអាចធ្វើឲ្យស្ថានភាពនៅទីបញ្ចប់របស់ចែហ្វៃយីងមានភាពល្អប្រសើរអាចធ្វើការផ្លាស់ប្ដូររវាងអ្នកទាំងពីរផងដែរហើយ system ក៏បានលោតប្រាប់ថាចែហ្វៃយូគឺអាចគ្រប់គ្រងតំបន់ហោនៅទីកន្លែងនឹងបានដោយសេរីហើយកម្លាំងរបស់ចែហ្វៃយូនៅពេលនេះហាក់ដូចជាខ្លាំងមែនទែនបង្កើតតំបន់ហោនៅទីកន្លែងហ្នឹងយើងក៏បានឃើញថាចែហ្វៃយីងហាក់ដូចជារងរបួសយេ
យទៅមីងក៏បានដាក់ឲ្យដេនៅលើក្រែកដោយគ្នានេះផងដែរជាទៅមីងគឺបានឲ្យចែហ្វៃយីងសម្រាប់ទៅក៏ដូចគ្នានេះផងដែរនៅខាងក្រៅវិញចែហ្វៃយីងនៅពេលដែលបញ្ចេញអត្ថប្រយោជន៍បិសានៅក្នុងរាងកាយរបស់យាយទៅមីងមានការព្យាបាលកម្លាំងធម៌ពលខាងក្រៅរបស់យាយទៅមីងដែលបានបញ្ចេញមកវាហាក់ដូចជាស្តៀងគ្នាទៅនឹងកម្លាំងធម៌ពលរបស់គេខ្លាំងមែនទែនមានន័យថាអត្ថប្រយោជន៍បិសានៅក្នុងរាងកាយរបស់យាយទៅមីងនិងកម្លាំងរបស់គេប្រហាក់ប្រហែលគ្នាជាមួយនឹងយាយទៅមីងខ្លៃនឹងផងដែលប្រហែលជាការធ្វើតែរបស់យាយទៅមីងនោះទេដែលចែហ្វៃយីងកំពុងតែមើលនិងព្យាបាលទៅកាន់យាយទៅមីងរបស់យើងនឹងបញ្ចេញអត្ថប្រយោជន៍បិសានៅក្នុងរាងកាយរបស់គេនឹងឯងដោយនៅពេលនេះផងដែលយាយទៅមីងក៏បានឲ្យចែហ្វៃយីងហៅគេថាធានមីងបានហើយក៏ដូចគ្នានេះផងដែលអ្នកសម្រាប់ឲ្យល្អទៅនៅទីកន្លែងហ្នឹងក៏បង្ហោមខ្លួនឯងពេលបន្តមកយាយទៅមីងក៏បានចាក់ចេញមកក្រៅវិញសំដែងល្អហើយដែលនាងគឺបានដឹងអំពីប្រព័ន្ធនិងតំណែងទំនងរបស់ពួកគេទាំងពីរបើគ្នាយើងចង់ឧបត្ថម្ភឬលើកទឹកចិត្តដល់អេដមីនក្នុងការសម្រាយរឿងអីគ្នាយើងគឺអាចលើកទឹកចិត្តតាមរយៈ QR ទាំងពីរនេះបាន